គឺនៅសល់តែមួយនេះទេបងប្អូនគឺដោយឡែកជាអកុសលជាកុសលតែម្ដងមានរូបមួយដែលតំណាងឲ្យពុទ្ធសាសនាភ្ញៀអស់លេងនេះមើលដាក់មកភ្នែកទៅនោះចំបកគោនេះមិញព្រឺរោមបាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺជាខ្លងទ្វារនៃប្រាសាទវិខណ្ឌដែលខ្លងទ្វារនៃប្រាសាទវិខណ្ឌនេះគឺតែតំណាងឲ្យពុទ្ធសាសនាកាលពីដើមឡើយសាងសង់ដោយព្រះបាទជ័យវរ្ម័នទី7ហើយបន្តមកទៀតព្រះបាទជ័យវរ្ម័នទី7ចូលទីវង្គតទៅការផ្លាស់ប្ដូរនៃលទ្ធិសាសនានេះក៏បានប្រែប្រួលទៅជាព្រហ្មញ្ញសាសនាហើយអ្វីដែលសំខាន់នោះគឺគ្រប់បកគោទាំងអស់នេះគឺជារូបព្រះពុទ្ធហើយនៅខាងក្រោមជារូបគ្រុឌហេតុអ្វីបាននៅទីនេះអត់មានទាំងអស់បកគោទាំងអស់នេះគឺអត់មានទេត្រូវបានកែចេញទាំងអស់ហើយអត់បានដាក់រូបអីមកផ្សេងទេតែចៃដន្យជាហេតុដែលបនមាននិយាយបនអញ្ចឹងណាបងប្អូនក៏នៅសេសសល់រូបព្រះពុទ្ធមួយឥឡូវបងប្អូនចាំខ្ញុំនាំទៅមើលជារូបតែមួយគត់នៅក្នុងសាសនាឥឡូវនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលរូបដែលនៅសល់តែមួយទេបងប្អូនគឺរូបព្រះពុទ្ធប៉ុណ្ណឹងបែកបាក់ហើយបងប្អូនដាប់ចេញម្ដងនៅឡោះនេះបងប្អូននេះគឺជារូបព្រះពុទ្ធហើយបងប្អូនគឺនៅសល់តែមួយនេះទេបងប្អូនគឺនៅសល់តែមួយនេះទេគ្រប់បកគោលទាំងអស់គឺនៅតែមួយនេះទេគឺស្អាតមែនទែនកាលពីមុនដែលត្រូវបានមុននឹងផ្លាស់ប្ដូរសាសនាមកគឺសាសនាព្រះពុទ្ធនេះឯងគឺគ្រប់បកគោលទាំងអស់នេះគឺគ្រប់បកគោលទាំងអស់នេះគឺសតតែជារូបព្រះពុទ្ធទាំងអស់ទាំង4ទិសតែឥឡូវត្រូវបានផ្លាស់ប្ដូរហើយដោយសារតែការផ្លាស់ប្ដូរនៃសាសនាដែរប៉ុន្តែដោយឡែកជាអកុសលជាកុសលតែម្ដងគឺដោយសារតែនៅទីនេះមានរូបមួយដែលតំណាងឲ្យពុទ្ធបាទអរគុណបងប្អូនអរគ្នាក៏មានតែប៉ុណ្្នឹងឯងហើយភ្ញៀអស់លេងនេះមើលដាក់មកភ្នែកទៅនោះចំបកគោនេះមិញបកគោនេះបងប្អូនដូចមានអីគេអញ្ចឹងមើលទៅព្រឹកក្បាលអស់លេងមកម្នាក់ឯងស្ងាត់ឈឹងណាបងប្អូននិយាយមែននេះព្រឺរោមខ្ញាក់និយាយមកដូចដាក់មកភ្នែកទៅមិញម៉ែមិនតោះអធិស្ឋានមែនដាក់មកភ្នែកមិញទៅភ្ញាក់ព្រឺតតែម្ដងនឹងស្មានស្អីគេឈោលសសទុងមកប្រោយនេះរូបនេះមិញរូបនេះធំជាងគេរូបនេះខ្ញុំឈោកន្លែងហ្នឹងមិញកន្លែងរូបព្រះពុទ្ធមិញដាក់មកភ្នែកទៅម៉ែព្រឺរោមខ្ញាក់បោះរោមជ្រុងបាទអរគុណបងប្អូនបាយបាយ